បើអ្នកធ្លាប់គិតទេថាពន្លឺចែងចាំងដែលយើងឃើញនៅលើមេឃឬនៅទីស្ងាត់ជ្រងំអាចនឹងមិនមែនជាផ្កាយមិនមែនជាយន្តហោះហើយក៏មិនមែនជាអ្វីដែលយើងស្គាល់ដែរអស់ជាច្រើនសតវត្សមនុស្សជាតិបានព្យាយាមបកស្រាយពីបាតុភូតធម្មជាតិទាំងអស់ប៉ុន្តែនៅមានពន្លឺមួយចំនួនដែលលេចឡើងផ្លាស់ទីនិងបាត់ខ្លួនតាមរបៀបដែលបដិសេធរាល់ច្បាប់ធម្មជាតិទាំងអស់ថ្ងៃនេះយើងនឹងនាំអ្នកទៅកាន់បាតុភូតពន្លឺអាថ៌កំបាំងទាំង10ដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវទូទាំងពិភពលោកនៅតែឈឺក្បាលរហូតមកដល់សប្តាហ៍ថ្ងៃសូមចាប់ផ្ដើមជាមួយកាហ្វេអាវតាមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេអាវតាដែលគ្រាន់តែធ្វើការ comment ឬឆាតចូលពេកកាហ្វេអាវតាហើយសរសេរពាក្យថាខ្ញុំចង់សាកនោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់លេខ10របស់យើង10 Will or the Wish ប្រសិនបើអ្នកធ្លាប់ដើរឆ្លងកាត់វាលភក់នៅពេលយប់អ្នកប្រហែលជាបានឃើញពន្លឺដ៏តូចស្អាតដូចជាភ្លើងអុសបណ្ដែតគេហៅវាថា Will or the Wish ឬ Ignis Fatuus គេតែងនិយាយថាវាជាពន្លឺរបស់វិញ្ញាណឬអារក្សដែលព្យាយាមអូសទាញមនុស្សឲ្យវង្វេងផ្លូវទ្រឹស្ដី Physician ពន្យល់ថាវាប្រហែលជាការឆេះដោយឯកឯងនៃឧស្ម័នធម្មជាតិដូចជាឧស្ម័នមេតានឬ Phosphine ដែលចេញពីសាកសពរុក្ខជាតិដែលពុកផុយបើវាជាឧស្ម័នហើយអ្វីបានជាវាអាចផ្លាស់ទីលោតនិងហោះដូចជាមានជីវិតបែបនេះ9ពេលខ្លះមុនពេលឬកំឡុងពេលនៃការរំជួយដីដ៏ធំមេឃបានបញ្ចេញពន្លឺចម្លែកដូចជា Aurora ឬអណ្ដាតភ្លើងពណ៌ខៀវបាតុភូតទាំងនេះគឺ Equinline ដែលត្រូវបានថតបានជាច្រើនដងនៅតាមតំបន់រងការរំជួយទ្រឹស្ដីមួយដែលល្បីជាងគេគឺ Parker Lesson Model ដែលនិយាយថាសម្ពាធលើថ្មភ្នំភ្លើងមួយចំនួនធ្វើឲ្យពួកវាបញ្ចេញបន្ទុកអគ្គិសនីដែលឡើងទៅលើបរិយាកាសនិងបង្កើតជាពន្លឺវាមិនកើតឡើងគ្រប់ការរំជួយដីទាំងអស់ទេហើយធម្មជាតិពិតប្រាកដនៃការបង្កើតបន្ទុកអគ្គិសនីនេះនៅតែជាប្រធានបទដ៏ក្តៅគគុក8 Naga Fireball មកដល់អាស៊ីអាគ្នេយ៍វិញម្ដងទៅលើទន្លេមេគង្គក្នុងប្រទេសថៃនិងឡាវពន្លឺពណ៌ក្រហមដូចជាបាល់ភ្លើងតូចៗបានហោះចេញពីផ្ទៃទឹកឡើងទៅលើមេឃហើយបាត់បង់ទៅវិញដោយគ្មានសំឡេងគេជឿថាវាជាដង្ហើមរបស់សត្វនាគដែលរស់នៅក្នុងទន្លេទោះបីជាមានការប៉ុនប៉ងពន្យល់ពីឧស្ម័នមេតានឬការបាញ់កំជ្រុះក៏ដោយក៏គ្មានទ្រឹស្ដីណាអាចពន្យល់ពីភាពទៀងទាត់ទីតាំងពិតប្រាកដនិងភាពស្ងៀមស្ងាត់នៃការកាត់ឡើងរបស់វាបានពេញលេញទេ7 Ball Lightning Ball Lightning គឺជារន្ទះដ៏កម្រនិងមានគ្រោះថ្នាក់បំផុតដែលលេចឡើងជាបាល់នៃពន្លឺដ៏ភ្លឺចែងចាំងលក្ខណៈសម្បត្តិវាអាចមានទំហំប៉ុនខែក្រួយរហូតដល់ប៉ុនបាល់ទាត់អណ្ដាតក្នុងអាកាសឬចូលតាមបង្អួចហើយអាចបាត់ដោយសត្វស្ងៀមឬផ្ទុះទ្រឹស្ដីចុងក្រោយមួយនិយាយថាវាជាចំហាយស៊ីលីខនដែលបង្កើតឡើងនៅពេលរន្ទះបាញ់ដីប៉ុន្តែរហូតមកដល់ពេលនេះគ្មានអ្នកវិទ្យាសាស្ត្រណាអាចបង្កើត Ball Lightning ដែលមានលក្ខណៈដូចជាធម្មជាតិបានឡើយដែលវានៅតែជាបាតុភូតអគ្គិសនីដែលមិនអាចចាប់យកបាន6ពន្លឺ Jetland ប្រទេសណ័រវេសនៅក្នុងជ្រលងភ្នំដាច់ស្រយាលមួយនៅប្រទេសណ័រវេស Jetland គឺជាកន្លែងដែលពន្លឺប្លែកៗបានលេចឡើងតាំងពីទសវត្សរ៍ឆ្នាំ1980ពន្លឺទាំងនេះមានពណ៌សលឿងឬក្រហមជួនកាលអណ្ដែតយឺតៗជួនកាលផ្លាស់ទីលឿនខ្លាំងហើយថែមទាំងបំបែកខ្លួននិងរួមបញ្ចូលគ្នាទៀតផងខ្លះថាជាបន្ទុកអគ្គិសនីថ្មខ្វិតឬជាបាល់នៃធូលីផ្លាស្មាប៉ុន្តែគ្មានផតតាំងណាមួយអាចបញ្ជាក់ទ្រឹស្ដីទាំងនេះបាន 100%ឡើយ4 TLE ពន្លឺរន្ទះដែលអ្នកដឹងគឺកើតឡើងនៅក្រោមពពកប៉ុន្តែមានបាតុភូតរន្ទះ3ប្រភេទទៀតដែលកើតឡើងនៅលើពពកឡើងទៅដល់លំហអាកាស Bright Jet និង Alves យើងទើបតែដឹងអំពីអត្ថិភាពរបស់ពួកវារបៀបដែលពួកវាបង្កើតឡើងនិងឥទ្ធិពលរបស់វាលើបរិយាកាសផ្នែកខាងលើនៅស្ថិតក្នុងការសិក្សា3ពន្លឺផ្កាយតាប់ឌីឥឡូវយើងងើបមើលទៅលើលំហអាកាសម្ដងផ្កាយតាប៊ីឬ KIC គឺជាផ្កាយដ៏អាចកំបាំងបំផុតមួយពន្លឺរបស់វាមិនស្អាប់ចុះឡើងដូចជាផ្កាយធម្មតាទេវាតែងតែធ្លាក់ចុះភ្លាមៗរហូតដល់22%ក្នុងលក្ខណៈមិនទៀងទាត់ទ្រឹស្ដីមួយដែលល្បីល្បាញបំផុតគឺវាអាចជា Megagas Structure ដូចជា Dyson Sphere ដែលជាសំណង់ដ៏ធំសម្បើមរបស់ Alien ដើម្បីប្រមូលថាមពលពីផ្កាយនោះ2អណ្ដាតភ្លើង Jan Elmo បាតុភូតនេះកើតឡើងនៅលើកំពូលភ្នំខ្ពស់ៗឬនៅក្បែរ
ចំណុចមុតស្រួចដូចជាបង្គោលទូកឬស្លាបយន្តហោះនៅពេលមានព្យុះកូររន្ទះវាមើលទៅដូចជាអណ្ដាតភ្លើងបុកខៀវឬឲ្យតោកដល់ភ្លើងចាញ់ៗវាជាបាតុភូតផ្លាសាដែលកាត់ឡើងដោយការប្រមូលផ្ដុំនៃបន្ទុកអគ្គិសនីនិព្វា atmosphere បើទោះបីជាយើងដឹងថាវាជាអ្វីក៏ដោយក៏យើងនៅតែមិនទាន់អាចព្យាករណ៍ថាវានឹងកាត់ឡើងនៅពេលណាឬនៅទីតាំងណាមួយបានច្បាស់លាស់នៅឡើយមួយពន្លឺអាត់កំបាំងនៅជ្រលងភ្នំ Jetland ប្រទេសណ័រវេសយើងបាននិយាយអំពីពន្លឺ Jetland រួចមកហើយប៉ុន្តែវាជាប់លេខ1ដោយសារតែភាពទៀងទាត់និងភាពស្មុគស្មាញរបស់វាពន្លឺនេះលេចឡើងជាញឹកញាប់ជាពណ៌សឬពណ៌លឿងហើយជួនកាលមានទំហំប៉ុនរថយន្តវាផ្លាស់ទីដោយគ្មានសំឡេងយឺតឬល្បឿនខ្លាំងអានកំបាំងដែលមិនទាន់ដោះស្រាយគ្មានទ្រឹស្ដីណាមួយដែលនិយាយអំពីប្រតិកម្មគីមីឬប្លាស្មាដែលអាចពន្យល់ពីសមត្ថភាពរបស់ពន្លឺនេះក្នុងការបំបែកខ្លួននិងរួមបញ្ចូលគ្នាឡើងវិញបានឡើយវាគឺជាបាតុភូតពន្លឺនៅតែជាអាចកំបាំងដ៏ធំបំផុតរបស់ពិភពលោកពីជ្រលងភ្នំអាចកំបាំងនៅណ័រវេសរហូតមកដល់វាលខ្សាច់ដ៏ស្ងប់ស្ងាត់នៅរដ្ឋ Texas គឺពន្លឺទាំងនេះបានប្រាប់យើងរឿងមួយនោះគឺពិភពលោករបស់យើងមានភាពអស្ចារ្យនិងអាចកំបាំងជាងអ្វីដែលយើងគិតទៅទៀតបាតុភូតទាំង10នេះគឺជារូបភាពបង្ហាញថាទោះបីជា Physics Science រីកចម្រើនខ្លាំងយ៉ាងណាក៏ដោយក៏នៅតែមានជ្រុងងងឹតនៃធម្មជាតិដែលយើងមិនទាន់អាចបំភ្លឺបាននៅឡើយតែអ្នកគិតថាពន្លឺទាំងនេះជាអ្វីវាជាបាតុភូតធម្មជាតិដែលយើងមិនទាន់យល់ឬជាអ្វីផ្សេងសូមបញ្ចេញមតិរបស់អ្នកនៅខាងក្រៅជួបគ្នានៅវីដេអូក្រោយ